เอาแค่เพียงรีบเรียบทานเอากอดกาខ្ញុំប្រតិទណ្ឌការបាត់ដំបងដល់ចិនគំរួញគួនគិនគេងផងតែបាត់ដំបងបងស្មាចំបាឥឡូវបានយល់ចំពេសៀមរាបក្រអូបជួតជ្រាបពោពេញអរាទ្រុំបងបានស្បាយពីរឿងស្នេហាដល់ការចំបាឲ្យរៀងក្រៀមក្ររយពួយរយនឹករយសែនទុនទឹងពុំឃើញនំនឹងតែជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាយូរខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើព្រួយរយនឹករយសែនទុនទឹងពុំឃើញនំនឹងដែលជ្រៀងផ្ដាផ្ដាំកន្លងក៏ទៅជាយូរខែឆ្នាំតើឲ្យទ្រាំចាំដេចទៅពេលនេះចំបៃសៀមរាបបងអើយមានតែអ្នកហើយព្រះលោកដំរើជួយផងគ្រាន់ឲ្យបងបានរស់នៅជាគ្នាតទៅនឹងចំបៃអើយជាគ្នាតទៅនឹងចំបៃអើយជាគ្នាតទៅនឹងចំបៃអើយសុរិយាជ្រៀងជ្រេទុនទីទៅហើយយករំភើយធ្លាក់ចូលមករំងាតែរូបជាងប្រងព្រៀងលើផ្លែនទៅទៀតក៏តែទៅជាស្រពោនព្រៀងព្រមកាយកម្មវិចារកម្មវិកណ្ដាលកម្មក៏ខ្លាំងជាតិនេះងងដោយដួងចាំប្រទីស្នាមនោរមពេលនេះហើយដែលរៀមត្រូវគ្រៀតពីមុនសូរិយាបាំងភ្នំស្នេហ៍ខ្ញុំឥតន័យអូពេលទីវាវសាប្រសានគ្មានដានជាប់លោកកៃចិនវ័យដាញ់ម្លេះគ្មានប្រណីដាញ់និស័យស្នេហ៍វេលាជួបហើយប្រែជានារៀងតាមឈ្នានីផ្ដន់ជាទុំអត់លះបើជានេះខ្ញុំនៅមានពីព្រោះស្នេហ៍ជាតិក្រោយសូមតែជួបក្តីមេត្តា Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
culture chinoise. Hãy subscribe cho kênh Ghiền Mì Gõ để không bỏ lỡ
បងមិនពូតផងទេមកតែអូនថាស្នេហ៍បងមួយម៉ាត់តោះយកទៅលាក់ហើយនាងដួងច័ន្ទចែងចាំងរស្មីចំឡាយធម្មជាតិក៏ប្លែកខុសពីធម្មតាចំណោបងមកក្រខ្លឹមកាណាក់ញោមដល់រួងចិន្តាឲ្យហាត់ថាទុនត្រជាងគឺយុគដែលរៀមមានភ័ព្វវាសនាជួបទេធីតាដែលចិត្តចំពាំងបើភ្នែកឃើញច្បាស់សម្រស់ដួងភាំងថាពិតជារូបវលាក់ជឿជាក់មិនមែនសូបិនរៀមបានលើកហាត់ថ្នាក់ថ្នមរៀងកាយចិត្តអត់មាននឿយណា